សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះទៅលេង Eon ហើយឥឡូវគឺគេធ្វើកម្មវិធីបុណ្យចម្រើនបជនសម្ដេចមុនីនាថសីហនុនៅ Eon មួយគឺគេប្រពធ្វើព្រឹត្តិការណ៍នឹងដែរគឺមានដាក់ដង្ហែក្បួនមានលេងរបាំជូនពរនិងរបាំផ្សេងៗទៀតដាក់នៅនឹងហើយចឹងឥឡូវគេដង្ហែក្បួនទៅនឹងគ្នាមានអ្នកសម្ដែងមានអ្នករាំអីផ្សេងៗជាច្រើនប្រភេទហើយមានអ្នកថតទៀតហើយនៅនេះអ្នកគ្នាសម្រាប់ថ្ងៃនេះគឺចុងថ្ងៃទី18ខែ6ឆ្នាំ2025យើងហ្នឹងហើយនៅម៉ោងប្រហែលជាម៉ោង5អញ្ចឹងគឺគេសម្ដែងនៅនេះម៉ោង4ម៉ោង5នេះហ្នឹងគេសម្ដែងអ្នកដូចអ្នកឃើញអញ្ចឹងមានអ្នករាំមានអ្នកច្រៀងហើយក៏មានអ្នកសម្ដែងផ្សេងៗទៀតចឹងដែរហើយឥឡូវយើងបានមកដល់លើឆាកហើយឆាកហ្នឹងអ្នកឃើញអញ្ចឹងនេះមានអ្នកទស្សនាមានអ្នកមកលេងហ្នឹងច្រើនមែនតើអញ្ចឹង Eon សម្រាប់ថ្ងៃបុណ្យអញ្ចឹងអ្នកគឺសម្បូរមែនតើមនុស្សអ៊ូអរមែនតើនេះឲ្យគេរាំរបាំជូនពររាំរបាំអីផ្សេងៗដើម្បីជាការសម្ដែងទៅដល់បងប្អូនយើងដែលមកលេងអញ្ចឹងហើយនៅនេះគឺ Eon 1អ្នកទាំងអស់គ្នាមិនដឹងថា Eon 2ឬក៏ Eon 3គេធ្វើដែរអត់ទេប៉ុន្តែសម្រាប់នេះនៅ Eon 1ហើយនៅអ៊ូអរច្រើនហើយឥឡូវខ្ញុំនេះគឺដើរទិញអីញ៉ាំដែរអញ្ចឹងទៅមនុស្សច្រើនអញ្ចឹងហើយសម្បូររបស់ញ៉ាំមែនតើតម្លៃវិញគឺវាល្មមអាចទទួលយកបានធម្មតាទេអញ្ចឹងណាតម្លៃនៅផ្សារទំនើបវាដូចជានៅតាមចាំផ្លូវទេគឺអាចទទួលយកបានហើយអាហារវិញគឺវាសមរម្យអញ្ចឹងឥឡូវយើងបោកបាច់ទៅណាវិញឆ្ងាយឥឡូវយើងមកមើលនេះគេដាក់ថាទេវីអធិបតីអញ្ចឹងគឺនេះគេដាក់រូបវាមានឯករាជ្យដូចអ្នកឃើញអញ្ចឹងតែហ្នឹងគឺគេឲ្យមានរបាំជូនពរមានរបាំផ្សេងៗទៀតគេរាំដើម្បីជាការប្រារព្ធពិធីនេះទៅដល់ព្រះមហាក្សត្រីព្រះនរោត្តមហើយនេះខ្ញុំនឹង selfie មួយដើម្បីឃើញថាយើងបានដើរលេងដែរអញ្ចឹងមើលថាអត់បាន selfie ហើយទស្សនភាពនៅ Eon នឹងថានិយាយមិនឲ្យសមទេគឺអ៊ូអរមែនតើហើយឥឡូវយើង